Chúng biết xưaអ្នកទាំងអស់គ្នាវីដេអូមួយនេះគឺយើងនឹងនិយាយបន្តពាក់ព័ន្ធជាមួយនឹង grammar ដែលយើងបានដកស្រង់ចេញពីសៀវភៅ beginner មួយនេះដូច្នេះសម្រាប់អ្នកទាំងអស់គ្នាដែលចង់បាន script ក៏ដូចជាចំណុចនៃវេយ្យាករណ៍ដែលយើងនិយាយក្នុងវីដេអូហ្នឹងក៏ដូចជាវីដេអូកន្លងមកអ្នកទាំងអស់គ្នាអាច join link Telegram ទៅដើម្បីទទួលបានជា PDF ហើយអ្នកទាំងអស់គ្នាអាចយកវាទៅ print ដើម្បី take note រាល់ចំណុចណាមួយដែលអ្នកទាំងអស់គ្នាបានស្ដាប់អូខេ yes អញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលមិនទាន់បានទៅមើលវីដេអូភាគ1ភាគ2ភាគ3ភាគ4នៃចំណុចវិជ្ជាករណ៍ដែលយើងដកស្រង់ចេញពីសៀវភៅ beginner មួយនេះអ្នកទាំងអស់គ្នាអាចទៅមើលវាសិនទៅអូខេតោះឥឡូវយើងមកនិយាយពាក់ព័ន្ធជាមួយនឹងវិជ្ជាករណ៍របស់យើងបន្តនៅក្នុងសៀវភៅមួយហ្នឹងដែលវិជ្ជាករណ៍ដែលយើងនឹងនិយាយនេះគឺតកតងជាមួយនឹងមេរៀនទី5អូខេអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចង់រៀនភាសាអង់គ្លេសដំបូងអ្នកនរគ្នាគួរតែឆ្លងកាត់សៀវភៅ beginner មួយនេះសិនអូខេហើយបើអ្នកនរគ្នាចាប់អារម្មណ៍នៅសៀវភៅមួយហ្នឹងហើយអ្នកនរគ្នាចង់ចុះឈ្មោះចូលរៀនអ្នកនរគ្នាអាចចុះឈ្មោះចូលរៀនបានអូខេយើងនឹងបញ្ចូលអ្នកនរគ្នាពាក់ព័ន្ធជាមួយនឹងសៀវភៅទាំងមូលនៅក្នុងសៀវភៅនេះតែម្ដងអូខេហើយសៀវភៅហ្នឹងគឺយើងនឹងលម្អិតឲ្យអ្នកនរគ្នាឲ្យកាន់តែយល់ច្បាស់ពាក់ព័ន្ធជាមួយនឹងចំណុច grammar vocabulary អូខេចំពោះ vocabulary មេរៀននីមួយៗគឺតែងតែមានពាក្យអីដោយដែលអ្នកនរគ្នាឃើញនៅ screen អញ្ចឹងអូខេពាក្យទាំងអស់ហ្នឹងហើយវាសិតតែជាពាក្យដែលយើងនឹងត្រូវបញ្យល់អ្នកទាំងអស់គ្នាពេលដែលអ្នកទាំងអស់គ្នារៀនសៀវភៅមួយហ្នឹងអូខេអញ្ចឹងក្រៅពីចំណុចវិជ្ជាករណ៍ vocabulary ក៏អ្នកទាំងអស់គ្នាពង្រឹងបន្ថែមទៀតពាក់ព័ន្ធជាមួយនឹង listening ការស្ដាប់ reading ការអាន writing ការសរសេរជាដើមអូខេអញ្ចឹងគឺវាល្អមែនទែនសម្រាប់អ្នកទាំងអស់គ្នាដែលចង់រៀនភាសាអង់គ្លេសដំបូងហើយមួយវិញទៀតបើអ្នកនរគ្នាចុះឈ្មោះនៅវគ្គសិក្សាមួយហ្នឹងពាក់ព័ន្ធជាមួយសៀវភៅមួយហ្នឹងគឺយើងនឹង free កាលទាំង12នៃភាសាអង់គ្លេសដែលយើងសិក្សាតាមរយៈសៀវភៅមួយនេះអូខេអញ្ចឹងអ្នកនរគ្នាចំណេញពាក់ព័ន្ធជាមួយនឹងការសិក្សាវិជ្ជាករណ៍នៃភាសាអង់គ្លេសផងដែរអូខេអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងទៅនិយាយ grammar នៃមេរៀនទី5របស់យើងទាំងអស់គ្នា 5.1 present simple Okay, so present simple ពេលដែលយើងនិយាយពាក់ព័ន្ធមួយ present simple មួយម៉ាត់គឺយើងចង់ផ្ដោតលើសកម្មភាពណាដែលកើតឡើងពេលបច្ចុប្បន្នឬក៏ present simple គឺគេតែងតែនិយាយច្រើនមែនទែនក្នុងការនិយាយការសរសេរអញ្ចឹងទាំងអស់ហ្នឹងគឺសិតតែពាក់ទៅមួយ present simple អញ្ចឹងនិយាយឲ្យខ្លីពេលដែលយើងនិយាយពី present simple គឺយើងត្រូវនឹកឃើញដល់ទម្រង់របស់វាទម្រង់របស់វាយើង start ពី positive មកមុនចុះទម្រង់ស្របជាទូទៅគឺយើងត្រូវយក subject plus ជាមួយនឹង verb 1 plus ជាមួយនឹង object អូខេ yes ចំពោះទម្រង់ negative វិញគឺយើងយក subject plus do or does អូខេ plus not plus verb based form អូខេ plus object ចំពោះ yes no question វិញគឺយើងយក do or does okay plus subject plus verb based form plus object and then put question mark okay ចំពោះប្រភេទ WA question វិញគឺយើងយក WA question មកដាក់ពីមុខគេបន្ទាប់មកទៀតគឺយើងដាក់តាមប្រភេទ yes no មកគឺយក do ឬក៏ does plus subject plus verb based form and then put question mark នេះគឺជា form ទូទៅដែលយើងតែងតែបានជួបប្រទះអូខេមានប៉ុណ្ណឹងអូខេ yes ហើយអញ្ចឹងពេលដែលយើងនិយាយអំពី yes អស់ទាំងនេះហើយគឺវាស្ថិតនៅក្នុងគឺគេចាត់ទុកថាជា present simple is it yes ព្រោះអី teacher ពេលខ្លះខ្ញុំreview ដូចជា subject plus 1 plus object then am is are ដូចជាស្អីគេ negative question and short answer like am is are plus subject plus plus verb plus object like that ណាប៉ុន្តែពេលខ្លះខ្ញុំមិនដឹងថាអាកន្លែងណាដែលគេហៅថាជា present simple អញ្ចឹងណា yes ទម្រង់ដែលយើងនិយាយអំមិញហ្នឹងគឺស្ថិតនៅក្នុង present simple ទេគ្រាន់តែ present simple របស់យើងអា am is are ហ្នឹង am is are ហ្នឹងបើយើងចាប់ទុកវាជំនួសវាចូលទៅក្នុងនេះគេចាប់ទុកជា verb ហ្នឹងឯង verb 1
verb base form này ok vì ở bên đây không như thế còn em is á vì mình lẽ khả năng bị sai mình tích bởi dươngในtrong phần vòng positive cứ như subject là em như vậy is rồi am plus object ok những đồ hay là verb one ok nhưng giờ em is á chỉ một chỗ là verb oneហើយបើទំព័រ negative វិញគឺយើងយក em is a ហ្នឹងមកដាក់កន្លែងនេះទៅដែរហើយដាក់ not នេះទៅដែរអូខេហើយverb to verb b នេះគឺយើង verb response គឺយើងអត់យកមកនិយាយអូខេហើយចំពោះ yes no question វិញយើងយក em is a មកដាក់ពីមុខនេះមក do and does នេះអូខេហើយ verb response គឺយើងអត់និយាយទេអូខេចំពោះ W question វិញយើងយក em is a មកដាក់កន្លែង do and does មកអូខេមកជំនួសហើយនឹងមកហើយ verb response គឺយើងអត់និយាយ correct yes អូខេបើយើងសួរដល់ចំណុចហ្នឹងអីឈើសុំនិយាយតាក់ទងមួយ verb to be មិនតិចចុះឈើដូចជាតាមឈើចាំដូចដូចធ្លាប់បាននិយាយម្ដងហើយពាក់ព័ន្ធនឹង verb to be and is now ឥឡូវយើងទៅមើល form ហ្នឹងមិនតិចពាក់ព័ន្ធជាមួយនឹង am is now ឈើតាមឈើចាំឈើធ្លាប់បាននិយាយលេខនេះអូខេឥឡូវយើងមកមើលអានេះហ្មងទៅនេះវាមាន subject plus verb គេគឺ am is now នេះវាមាន am វាមាន are នេះ is អញ្ចឹងទម្រង់របស់ verb to be គឺយើងយក subject plus am is are plus ជាមួយនឹង object យល់ឃើញទេអូខេឥឡូវយើងមកមើលកន្ទុយខាងក្រោយនេះមកដូចជា a teacher students Cambodian my sister an engineer a banker ទាំងអស់ហ្នឹងហើយវាជា object អូខេវាជា object correct object អូខេ yes ចំពោះ am is a របស់យើងហ្នឹង am is អូខេ yes ហើយ are you with the he she it ហ្នឹងវាជា subject ដែរអូខេ subject pronoun correct អាហ្នឹងក៏ស្ថិតនៅក្នុង present simple ដែរប៉ុន្តែគាត់ថា present simple គឺគេមានលក្ខណៈ present គឺគេយក am is a មកនិយាយ correct ប៉ុន្តែក្នុងមេរៀនរបស់យើងគឺយើងអត់មាន am is a ទេគឺយើងលើកយកប្រភេទ verb តែម្ដង verb ហ្នឹងគឺយើងចេញពីខុសពី verb am is a របស់យើងយល់ទេហើយ verb ទាំងអស់របស់យើងដែលយើងនិយាយហ្នឹងដែលយើងអាចជួបនេះវាមាន like okay play live speak have ជាដើមអូខេ for example I like coffee ខ្ញុំចូលចិត្តកាហ្វេ okay I play tennis ខ្ញុំលេងកីឡា tennis I live in London ខ្ញុំរស់នៅក្នុងទីក្រុង London I speak two languages ខ្ញុំនិយាយពីរភាសា okay I have a good job ខ្ញុំមានការងារល្អមួយ okay yes ចឹងអាទាំងអស់នេះហើយវាសិតតែជាប្រភេទ present simple ទេហើយគេអាស័ព្ទរបស់យើងទាំងអស់នេះហើយគឺគេចាប់ទុកថាវាជា verb 1នេះឯងអូខេ yes ប៉ុន្តែverb am is a នេះវាជាលក្ខណៈពិសេសបន្តិចទេអូខេការប្រើប្រាស់វាជាមួយនឹង form ទាំង4ហ្នឹងអូខេឥឡូវយើងមើលទម្រង់ negative ទម្រង់ negative គឺយើងគ្រាន់តែយក don't ឬក៏ doesn't មកអូខេបើយើងប្រើមួយ he she it គឺយើងបូកជាមួយនឹង doesn't មកអូខេ អញ្ចឹងយើងដឹងហើយថា doesn't ជាទម្រង់កាត់របស់ does not អូខេចំណែកឯ don't នេះវិញជាទម្រង់កាត់របស់ do not អូខេ yes មានប៉ុណ្ណាអត់មានអីក្បាលទេអូខេ I don't like tennis ខ្ញុំអត់ចូលចិត្តកីឡា tennis ទេ I don't like speak French ខ្ញុំអត់ចូលចិត្តនិយាយភាសាបារាំងទេ I don't work in a restaurant ខ្ញុំមិនធ្វើការក្នុងភោជនីយដ្ឋានទេ yes ចំពោះប្រភេទ question words វិញអូខេ question words ដែលគេនិយាយក្នុងនេះគឺមាន where តើនៅឯណា what sports តើកីឡាអ្វី how many languages តើភាសាចំនួនប៉ុន្មានអូខេឥឡូវយើងមកមើល where do you live តើអ្នករស់នៅឯណា what sports do you like តើកីឡាអ្វីដែលអ្នកចូលចិត្ត how many languages do they speak តើពួកគេនិយាយបានប៉ុន្មានភាសា yes ឥឡូវយើងមើលប្រភេទ yes no question វិញជាចម្លើយដែលគេឆ្លើយ yes ឬក៏ no អូខេ do you like football ជាចម្លើយរបស់យើងមានពីរ yes ហើយ no បើ yes I do no I don't អូខេ do they speak English តើពួកគេនិយាយភាសាអង់គ្លេសអូខេចម្លើយរបស់យើងមានពីរ yes they do no they don't បាទពួកគេនិយាយទេពួកគេមិននិយាយទេអូខេតោះហើយយើងមកមើលឡើងនេះបន្តិចបើគេសួរថា do you like tea តើអ្នកឯងចូលចិត្តតែយើងឆ្លើយថា yes I do អូខេបាទខ្ញុំចូលចិត្តមិនមែនឆ្លើយថា yes I like ទេអូខេ yes I like បើយើងឆ្លើយក៏វាត្រូវដែរប៉ុន្តែបើយើងគិតពី grammar គឺគេមិនត្រឹមត្រូវទេបើគិតពី grammar គឺត្រូវដាក់ថា yes I do yes I do នេះយើងបកថាណា
nhómចូលចិត្ត trong nghĩaថាវាខុស okay បូន theory វាខុស what is it បូនមែនtrong nghĩaថាបើយើងឆ្លើយ yes I like trong nghĩaថាវាខុសពីក្បួននៃ yeah នៃ វាខុសពី rule នៃ grammar សួរថាបើយើងនិយាយបានទេបានគេស្ដាប់យល់អត់គ្នានឹងប៉ុន្តែបើយើងចង់គិតពី grammar វាខុស what it វាខុស yes បើ yes I do គឺវាត្រឹមត្រូវតាមក្បួនច្បាប់របស់យើងជាង អានេះគេហៅច្បាប់អង់គ្លេស rule the rule okay so now we move to 5.2 ចំណុច 5.2 adjectives okay adjective plus noun okay ជាទូទៅយើងត្រូវចាំ adjective ត្រូវបូកជាមួយនឹង noun ជាទូទៅណា adjectives always come before noun គេនិយាយថា adjective តែងតែឈរពីមុខនាមអូខេឧទាហរណ៍ថាវចនានុក្រមភាសាអង់គ្លេស an English dictionary អូខេមិនមែនដាក់ថា dictionary English គឺអត់បានទេគឺយើងមើលតាមួយណាជា adjective English ជា adjective ចឹងយក adjective មកដាក់ពីមុខ noun ដាក់ក្រោយ an English dictionary វចនានុក្រមភាសាអង់គ្លេស Japanese car ឡានជប៉ុនអូខេមិនមែន a car Japanese ទេគឺមិនត្រឹមត្រូវទេ correct a beautiful girl ក្មេងស្រីដែលស្រស់ស្អាតអូខេយើងយក beautiful នេះវាជា adjective ចឹង adjective ត្រូវដាក់ពីមុខ noun correct ចឹង English Japanese beautiful នោះវាជា adjective អូខេចំណែក dictionary car girl ហ្នឹងវាជា noun yes មានតែប៉ុណ្ណាអូខេតើ do you have any questions អត់ទេណាអូខេមួយទៀតអ្វីដែលបើយើងចង់បន្ថែម s ឧទាហរណ៍ Italian shoe មានន័យថាស្បែកជើងអ៊ីតាលីអញ្ចឹងបើយើងចង់និយាយថាស្បែកជើងអ៊ីតាលីជាច្រើនពីយើងគ្រាន់តែដាក់ប៉ុណ្ណឹងមកមានតែស្បែកជើងហើយអ៊ីតាលីមិនមែនយក Italian មកដាក់ s កន្លែងនេះទេគឺអត់ទេ adjective ជាទូទៅគឺគេអត់ថែម s ទេគឺគេថែមតែទៅលើ noun ទេ correct ឧទាហរណ៍ថា Japanese car អញ្ចឹងហើយបើយើងចង់និយាយថាឡានជប៉ុនជាច្រើនយើងដាក់ car របស់យើង add s មកមិនមែន add s ទៅមុខ Japanese ទេ correct អូខេ add s តែទៅលើ car មកបានអូខេ